ការសងសងនេះពួកគេបានរកឃើញនៅសោននីរកម្មមួយដែលមិនអាចបញ្យល់បានដោយផ្ទះនេះគឺជាកម្មសិទ្ធិរបស់លោក Con Divici ដែលជាប្រធានឆ្មាំងជនជាតិអ៊ីតាលីហើយគាត់ក៏ជាវីរបុរសអ៊ីតាលីម្នាក់នៅក្នុងសម័យសង្គ្រាមក្រោយពីធ្វើសង្គ្រាមបានជោគជ័យគាត់ក៏បានសម្រេចសាងសង់ផ្ទះនេះតាមក្តីសម័យដោយផ្ទះនេះបានចូលរួមសហការជាមួយនឹងស្ថាបត្យករដ៏ល្បីល្បាញម្នាក់មកសាងសង់ប៉ុន្តែស្ថាបត្យករនោះត្រូវបានស្លាប់មួយឆ្នាំមុនពេលវេលានេះត្រូវបានបញ្ចប់មានន័យថាគាត់មិនទាន់សាងសង់ផ្ទះនេះរួចចប់សពគ្រប់អស់ផងគាត់ក៏បានលាចាកលោកតែម្ដងហើយមានមនុស្សជាច្រើនបានចាត់ទុកការស្លាប់របស់គាត់ជាប្រផ្នូលមិនល្អបើទោះបីជាយ៉ាងណាក៏ដោយវេលានេះត្រូវបានបញ្ចប់ដោយជោគជ័យនៅក្នុងអំឡុងផ្ការីកនិងរដូវក្តៅនៅក្នុងឆ្នាំ1862ក្រោយពេលដែលលោកខោនត្រឡប់មកផ្ទះវិញសប្តាហ៍គាត់បានឃើញប្រពន្ធរបស់គាត់បានស្លាប់យ៉ាងព្រៃផ្សៃហើយកូនស្រីរបស់គាត់ក៏បានបាត់ខ្លួនទៀតលោកខោនបានស្វែងរកកូនស្រីរបស់គាត់នឹងយ៉ាងយូរប៉ុន្តែរកមិនឃើញសោះហើយនៅពេលនោះគាត់ក៏បានសម្រេចចិត្តធ្វើអត្តឃាតនៅក្នុងឆ្នាំនោះដែរគឺដើម្បីទៅជួបជុំក្រុមគ្រួសាររបស់គាត់ហើយបន្ទាប់មកទៀតវីឡានេះត្រូវបានផ្ទេរទៅឲ្យម្ចាស់ថ្មីជាបន្តបន្ទាប់ទៀតពីម្ចាស់មួយទៅម្ចាស់មួយគឺគ្មាននរណាម្នាក់អាចរស់នៅក្នុងផ្ទះនេះបានសុខឡើយជ្រឿយៗពួកគេតែងតែឮសំឡេងព្យ៉ាណូលេងនៅខ្លួនឯងបើទោះបីជាព្យ៉ាណូនោះត្រូវបានគេវាយកំទេចចោលក៏ដោយក៏នៅតែឮដែរអញ្ចឹងមានមនុស្សម្នាជាច្រើនបានអះអាងថាសំឡេងតន្ត្រីនោះគឺបានឮចេញពីផ្ទះនេះច្បាស់ណាស់ហើយចុងក្រោយនេះផ្ទះ Villa Divici នេះគឺគ្មាននរណាហ៊ានទៅនៅក្បែរឡើយអញ្ចឹងពួកគេសម្រេចចិត្តថាទុកផ្ទះនេះចោលដោយពួកគេយល់ថាផ្ទះនេះគឺជាផ្ទះខ្មោចតែយើងបន្តទៅលេងផ្ទះដ៏គួរឲ្យខ្លាចមួយទៀតដែលជាផ្ទះចុងក្រោយនៅក្នុងវីដេអូនេះផ្ទះនេះមានឈ្មោះថា The Myrtle Plantations ដែលចំការនេះត្រូវបានគេស្គាល់ថាជាចំការ Myrtle ដែលប្រមូលត្រូវបានគេស្គាល់ថាជាឈ្មោះផ្សេងដោយចំការមួយនេះគឺស្ថិតនៅក្នុងរដ្ឋ Louisiana នៅក្នុងប្រទេសអាមេរិកចំការមួយនេះត្រូវបានសាងសង់នៅក្នុងឆ្នាំ1796ដោយឧត្តមសេនីយ៍ម្នាក់ដែលមានឈ្មោះថា David Bradford ដោយគាត់មិនបានរស់នៅក្នុងចំការនេះបានយូរនោះទេមិនយូរប៉ុន្មានគាត់ក៏បានស្លាប់អស់បងជីវិតទៅនៅពេលដែល David បានស្លាប់ចំការនេះត្រូវបានផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយទៀតរហូតដល់ធ្លាក់ដល់ដៃម្ចាស់ថ្មីដែលមានឈ្មោះថា William Winter សមាជិកគ្រួសាររបស់ William ក្រោយពេលដែលបានរស់នៅក្នុងចំការនេះតែមួយរយៈពួកគេបានកត់សម្គាល់ឃើញរឿងចម្លែកបានកើតឡើងជួយផ្ទះនេះក្រោយមួយទៀតចំការនេះក៏បានលក់ឲ្យម្ចាស់ថ្មីផ្សេងទៀតនិយាយរួមទៅគឺចំការនេះមានម្ចាស់ច្រើនណាស់ដែលចំការនេះគឺគ្មាននរណាម្នាក់អាចរស់នៅបានសុខឡើយដោយសារតែចេះតែមានរឿងរ៉ាវចម្លែកបែបនេះហើយអ្នកខ្លះគេថាចំការនេះគឺមានខ្មោចក៏ដោយសារតែម្ចាស់ដើមលោក David Bradford បានសង់លើភ្នូខ្មោចមួយដែលមានឈ្មោះថា Tunica Indian តែនេះវាចាត់ទុកថាជាការប្រមាថដ៏ធំធេងចំការនេះត្រូវបានគេសន្មតថាមានពលឹងខ្មោចចំនួន12ហើយមានគិតកម្មចំនួន10ករណីដែលបានកាត់ឡើងហើយនៅក្នុងនោះក៏មានទាសករជាច្រើនអ្នកដែរដែលបានស្លាប់ក្នុងទីនេះមានមនុស្សមួយចំនួនបានអះអាងថាលោក William Winter ត្រូវបានស្លាប់ដោយក្រុមចោរប្លន់នៅក្នុងរឿងរ៉ាវដ៏ចម្លែកមួយនេះមានក្រុមទូទស្សន៍មួយក្រុមបានមកស្វែងរកអាថ៌កំបាំងនៅលើទឹកដីនេះដោយពួកគេបានព្យាយាមថតរឿងរ៉ាវក្នុងចំការនេះតែម្ដងប៉ុន្តែអំឡុងពេលដែលពួកគេកំពុងតែធ្វើសកម្មភាពថតនោះកាមេរ៉ារបស់ពួកគេគឺដំណើរការខុសប្រក្រតីដោយមិនអាចថតបានទេហើយពួកគេថែមទាំងឮសំឡេងចម្លែកចេញពីផ្ទះនេះថែមទៀតផងអូខេអ្នកទាំងអស់គ្នាទាំងនេះគឺជាផ្ទះដែលគួរឲ្យខ្លាចទាំង5ដែលមានបានលើកមុននិយាយតែពិតទៅគឺវាមានផ្ទះជាច្រើនទៀតដែលគួរឲ្យខ្លាចហើយបើសិនបើមានឱកាស admin ធ្វើវីដេអូលម្អិតនិយាយពីផ្ទះទាំងនេះម្ដងមួយតាមពិតទៅ admin មិនមែនជាអ្នកជឿលើជំនឿអរូបីខ្មោចស្អីទេហើយ admin ក៏មិនមែនជាមនុស្សដែលជឿលើជំនឿបែបនេះដែរប៉ុន្តែបន្ទាប់ពី admin បានស្រាវជ្រាវរឿងក្តីនេះប្រហែលមកគឺ admin ជឿខ្លះៗដែរថាវាមានខ្មោចពិតមែនហើយអ្នកទាំងអស់គ្នាជឿឬក៏មិនជឿវាជាទស្សនៈរបស់អ្នកទាំងអស់គ្នាទេហើយបើសិនបើអ្នកទាំងអស់គ្នាចង់ដឹងកាន់តែច្បាស់ថាវាមានពិតមែនអ្នកទាំងអស់គ្នាអាចសាកល្បងទៅប្រមាញ់ខ្មោចបានចាំ admin